បញ្ហាសំខាន់របស់ស្ត្រីមេផ្ទះគឺត្រូវច្នៃម្ហូបណាដែលអស់លុយតិចហើយចង់បានម្ហូបដែលមានរសជាតិឆ្ងាញ់តោះអញ្ចឹងតាមដានវីដេអូនេះទាំងអស់គ្នាដោយសារម្ហូបមួយមុខនេះជាម្ហូបដែលសាមញ្ញមែនទែនសម្លម្ជូរស្រែក្បាលត្រីប្រឡាក់ជាមួយត្រួយអំពិលនេះចំណាយអស់តែ4000រៀលទេគឺញ៉ាំបានមកផ្ទះប្រហែលជា4-5នាក់អញ្ចឹងក្បាលត្រីនេះគឺខ្ញុំប្រើ2ក្បាលទិញអស់តែ3000រៀលទេទិញពីផ្សារមកគេប្រឡាក់ប្រហែលរយៈពេល1ថ្ងៃអញ្ចឹងវានៅរាងស្រស់ល្អហើយគ្រឿងនេះគឺយើងមាននៅផ្ទះស្រាប់តែគ្រឿងស្លម្ជូរនេះរំដេងខ្ទឹមម្ទេសអីហ្នឹងយើងមានគ្រប់ផ្ទះហើយបន្តមកទៀតតកួននេះបើសិនជាផ្ទះខ្លះបងប្អូនមានតកួនគឺយើងកាន់តែចំណេញទៀតហើយអត់បាច់អស់លុយទិញតកួនទេហើយតកួននេះខ្ញុំទិញអស់តែ500ជាតកួនស្រែរបស់យើងហើយត្រួយអំពិលនេះក៏ដូចគ្នាបើសិនជាបងប្អូនមាននៅផ្ទះយើងអាចបេះខ្លួនឯងបានអត់ចំណាយលុយណាប៉ុន្តែបើសិនយើងទិញគេប៉ុណ្ណឹងប្រហែលជា500ដូចគ្នាហើយម្អមនេះសារខ្ញុំមានស្រាប់អញ្ចឹងអត់បានទិញទេអញ្ចឹងវិធីធ្វើគឺងាយស្រួលមែនទែនបងប្អូនគឺដាក់ដាំទឹកឲ្យក្តៅបន្តិចដាក់គ្រឿងចូលហើយទឹកពុះយើងបង់ត្រីចូលតែម្ដងហើយយើងអត់ប្រើអំបិលទេដោយសារត្រីនេះវាមានរសជាតិប្រៃហើយយើងចាំថែមគ្រឿងតាមក្រោយអញ្ចឹងគ្រឿងក្រៅយើងថែមតាមចំណង់ចំណូលចិត្តប៊ីចេងស្កម្សៅស៊ុបហើយបើសិនជាភ្លក់ទៅរាងសាបអីយើងអាចដួយថែមទឹកត្រីបន្តិចអីបានហើយជ្រុំប្រហុកដាក់ទៅនៅពេលចាំឲ្យក្បាលត្រីយើងរាងផុយយើងបង់បន្លែចូលហើយជាការស្រេចហើយដោយសារតម្ហូបមួយមុខនេះគឺចំណាយពេលប្រហែលជា10នាទីក្នុងការធ្វើសម្រាប់អ្នកដែលចេញពីធ្វើការហើយយើងអត់មានពេលគ្រប់គ្រាន់ក្នុងការធ្វើម្ហូបអីអាចធ្វើម្ហូបមួយមុខនេះបានគឺរយៈពេលលឿនមែនទែនដោយសារខ្ញុំធ្វើនេះពេលចេញពីធ្វើការម៉ោង5ដែរហើយអញ្ចឹងពេលថតទៅវារៀងអត់សូវច្បាស់ទេរៀងល្ងិតបន្តិចអញ្ចឹងពេលដែលយើងភ្លក់គ្រឿងក្រៅល្មមហើយបង់តកួនចូលហើយយើងចាប់ផ្ដើមថែមត្រួយអំពិលតាមក្រោយដោយសារតែត្រួយអំពិលរបស់យើងហ្នឹងគឺកាលណាតែយើងដាក់មុនវាអាចធ្វើឲ្យជូរជ្រិញខ្លាំងដោយសារតែត្រួយអំពិលកាលណាយើងរងាស់កាន់តែយូរវាកាន់តែជូរអញ្ចឹងយើងដាក់តកួនចូលឲ្យរៀងមកសពល្មមតកួននឹងរៀងស្លោកបន្តិចយើងបង់ត្រួយអំពិលចូលហើយពេលបង់ហើយយើងក្រកោច្បល់ឲ្យវាស្លោកហើយយើងអាចលើកឲ្យបង់ម្អមបានហើយដោយសារតែកាលណាតែយើងរងាស់យូរអញ្ចឹងរសជាតិជូរវាកាន់តែខ្លាំងអញ្ចឹងសម្រាប់ខ្ញុំគឺអត់ប្រើពេលយូរទេពេលដែលបង់តកួនចូលរៀងសពតិចខ្ញុំដាក់បង់ត្រួយអំពិលចូលហើយបង់ម្អមចូលហើយបិទភ្លើងជាការស្រេចអញ្ចឹងម្ហូបមួយមុខនេះគឺរួចរាល់ប៉ុន្តែរសជាតិវិញគឺឆ្ងាញ់ខ្លាំងបងប្អូនធ្វើបិទតែជាម្ហូបស្រែសាមញ្ញធម្មតាប៉ុន្តែរសជាតិគឺមិនចាញ់ម្ហូបហាងមួយចំនួនទេហើយម្យ៉ាងទៀតសំខាន់អស់តែ4000រៀលទេហើយម្ហូបមួយពេលបងប្អូនអាចមានពេលទំនេរអាចសាកធ្វើម្ហូបមួយមុខនេះបានណាធ្វើបិទតែជាម្ហូបដែលយើងមើលទៅវាធម្មតាប៉ុន្តែរសជាតិអត់ធម្មតាទេហើយម្យ៉ាងទៀតជួយសន្សំចៃថវិកាយើងបានមួយកម្រិតទៀតផងដោយសារតពេលបច្ចុប្បន្នគឺសេដ្ឋកិច្ចគឺមានការពិបាកអញ្ចឹងរាល់ការចំណាយទៅលើការធ្វើម្ហូបអីគឺយើងតែងតែគិតគូរត្រូវធ្វើម្ហូបណាដែលចំណាយអស់តិចហើយអាចញ៉ាំបានច្រើនហើយជាពិសេសគឺរសជាតិនឹងតែម្ដងអញ្ចឹងបងប្អូនអាចតាមដានវីដេអូនេះហើយជួយ Subscribe Channel ខ្ញុំមួយផងអរគុណ